លោកជំទាវ នឹម វណ្ណៈ បាននិយាយថាបើចង់ឲ្យរឿងលោកឧកញ៉ា ដួងឆាយ និងលោកជំទាវ ដេត ម៉ាលីណា ចែកកូនគ្នាបានឆាប់ចប់ត្រឹមនឹងត្រូវតែរឿងឧកញ៉ា ដួងឆាយ និងលោកជំទាវ ដេត ម៉ាលីណា រយៈពេលប៉ុន្មានថ្ងៃនេះកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមរឿងបែកខ្ចាច់កូនគ្នាតែយ៉ាងណាមិញគេឃើញថាលោកជំទាវ នឹម វណ្ណៈ បានផុសក្នុងគណនី Facebook ដោយបាននិយាយថាក្រៅពីអំណាចតុលាការមានស្ថាប័នសិទ្ធិមនុស្សនិងអង្គការជាច្រើនទៀតដែលអាចជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋបើយល់ថាសំណុំរឿងយប់មិញនេះទទួលបាននូវការសម្រេចអយុត្តិធម៌គូស្នើសុំអន្តរាគមន៍ទៅស្ថាប័ននានាសម្រាប់បងប្អូនដែលគិតថាភាគីម្ខាងរងនៅអំពើអយុត្តិធម៌អាចចូលរួមជួយបានតាមរយៈជួយជាថវិកាឬជួយធ្វើជាសាក្សីគ្រាន់តែបងប្អូនដាក់ពាក្យស្នើសុំធ្វើជាសាក្សីនៅតុលាការនោះជាការស្រេចចូលរួមជួយរកយុត្តិធម៌ដល់ជនរងគ្រោះជាអំពើល្អបានទាំងបុណ្យហើយជួយសង្គមជាតិថែមទៀតសម្រាប់ខ្ញុំបានជួយហើយបានណែនាំអស់ហើយសំខាន់លើគោភាគីទាំងពីរថយមួយជំហានដើម្បីកូនទាំង3នាក់របស់ខ្លួនម៉ោងនេះពេលនេះអង្គការនានាអាចធ្វើអ្វីបានត្រូវចាំថាសំណុំរឿងដល់តុលាការមានតែតុលាការប៉ុណ្ណោះដែលអាចសម្រេចថានរណាខុសឬត្រូវបានកុំសម្រេចសាច់ក្តីដោយភ្នែកដោយត្រចៀកជាពិសេសមួយទៀតឪគេកូនគេម្ដាយគេកូនគេសាច់គេដូចគ្នាយើងអ្នកដទៃមិនឈឺចាប់ជាងគេទេចង់អាណិតស្រឡាញ់តែឲ្យមានព្រំដែនបើចង់ជួយពិតប្រាកដដាក់ពាក្យចូលធ្វើសាក្សីក្នុងសំណុំរឿងពួកគាត់ផ្ទាល់បានគួរកុំស្រែកនៅលើបណ្ដាញសង្គមថាអយុត្តិធម៌កុំចោទតុលាការដោយមិនបានដឹងរឿងគ្រប់ជ្រុងជ្រោយព្រោះជាអំពើខុសច្បាប់អង្គស្នើសុំអូនទាំងពីរឈប់ចង់ឈ្នះចាញ់គ្នាទៀតទៅបន្ទាប់មកគេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅខមមិនបញ្ចេញមតិតាមការយល់ឃើញរៀងខ្លួនថាសម្រាប់ខ្ញុំយល់ស្របនៅមតិបងស្រីគួរទុកឲ្យច្បាប់ជាអ្នកសម្រេចតែករណីនេះខ្ញុំយល់អំពីទំហំទឹកចិត្តស្ត្រីជាម្ដាយដែលខំពោពោះ9ខែ10ថ្ងៃរហូតសម្រាលបានបត់ទាំងក្តីឈឺចាប់មិនឈឺចាប់ជាងការដែលព្រាត់ពីកូនជាទីស្រឡាញ់នោះទេដរាបណាភាគីណាមួយនៅតែចងគំនិតចង់ឈ្នះមិនចង់ចាញ់នោះចំណងបញ្ហានៅតែប្រទាក់ជាប់ចងដោះមិនចេញរងនៅសម្ពាធវិបត្តិសារីគ្មានថ្ងៃស្រាកស្រានបានខ្ញុំឃើញដំបងកូននៅជាមួយម្ដាយថ្ងៃសៅរ៍អាទិត្យទៅនៅជាមួយឪពុកកូនទៅវិញទៅមកធម្មតាតែដល់យូរទៅឪពុកលែងឲ្យកូនទៅម្ដាយវិញបាត់សូម្បីតែមុខក៏មិនឲ្យជួបទៀតបើជាខ្ញុំក៏ធ្វើចិត្តមិនបានដែរភ្នែកអាចមើលខុសត្រចៀកស្ដាប់ខុសតែបេះដូងម្ដាយចំពោះកូនមិនអាចខុសទេឪពុកម្ដាយបែកគ្នាកូនមួយណាក៏ចង់តាមម្ដាយដែរសូម្បីតែខ្លួនគាត់ក៏ធ្លាប់ជ្រើសរើសយកម្ដាយដែរយើងក៏ជាកូនគេដែរហេតុអីចង់ឈ្នះមិនយល់ពីបេះដូងកូនបើមិនយល់ពីបេះដូងម្ដាយគួរយល់បេះដូងកូនទៅយើងក៏ជាកូនដែរអាណិតគ្នាខ្លះទៅ